នេះគឺជាសកម្មភាពខ្លះៗរបស់ខ្ញុំមុននឹងធ្វើការដឹករុក្ខជាតិចេញយកទៅរៀបជូនអតិថិជនហ្នឹងណាអញ្ចឹងជាធម្មតាសម្រាប់ភ្ញៀវដែលគាត់ឲ្យទំនុកចិត្តមកលើខ្ញុំដែលគាត់អត់មករើសរុក្ខជាតិខ្លួនឯងផ្ទាល់គឺខ្ញុំតែងតែជ្រើសរើសជូនគាត់ហើយអ្វីដែលពិសេសជាងនេះទៅទៀតបើសិនជាគាត់មករើសខ្លួនឯងគឺយើងអត់សូវលំបាកទេតែបើសិនជាគាត់ឲ្យការសម្រេចចិត្តមកលើយើងឬមួយក៏ផ្ដល់នៅអ្វីដែលឲ្យយើងរើសឲ្យគាត់គឺយើងតែងតែជ្រើសរើសនឹងធ្វើការប្រៀបធៀបណាដូចខ្ញុំអញ្ចឹងតែងតែលើកចេញពីដើមមើលថាតើដើមណាស្អាតដើមណាមិនស្អាតពីព្រោះអ្វីដែលគាត់ឲ្យយើងគឺទំនុកចិត្តអញ្ចឹងអ្វីដែលយើងខ្លាចបំផុតគឺយកទៅហើយអត់ពេញចិត្តអញ្ចឹងហើយទៅខ្ញុំធ្វើការរើសរៀបជូនខ្លួនឯងតែម្ដងអញ្ចឹងដូចអ្នកទាំងអស់គ្នាក្នុងវីដេអូនេះអញ្ចឹងដើមអូលីវគឺត្រូវតែរើសយកមកមើលសិនហើយថាតើដើមមួយណាដែលវាស្អាតយើងនឹងជ្រើសរើសជូនអតិថិជនយកទៅដាំហ្នឹងណាមិនថារុក្ខជាតិផ្សេងទេផ្កាក៏អញ្ចឹងដែរគឺខ្ញុំរើសដោយផ្ទាល់ដៃអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅសេវាកម្មក៏ដូចជាចង់រៀបចំសួនកុំភ្លេចជាមួយនឹងសួនតកូរីទាំងអស់គ្នាកុំភ្លេចមានវីដេអូបន្តទៀតជាមួយនឹងការរៀបចំសួន